នេះគឺជាសកម្មភាពក្នុងការរៀបរុក្ខជាតិជូនអតិថិជនជាធម្មតាវាអត់មានផ្លែទេដោយសារតែយើងធ្វើការបង្ហាញតាក់ទងជាមួយនឹងរុក្ខជាតិក៏ដូចជាដំណាំហូបផ្លែឬក៏សួនអីផ្សេងនានានឹងឯងដោយសារតែថ្ងៃនេះមានភ្ញៀវគាត់ធ្វើការកម្មង់តាក់ទងជាមួយនឹងរុក្ខជាតិលម្អហាងអញ្ចឹងយើងក៏បានជ្រើសរើសនៅរុក្ខជាតិលម្អហាងមួយចំនួនសម្រាប់គាត់ហើយសម្រាប់គាត់បានជ្រើសរើសក៏ដូចជា select នៅប្រភេទដើមច័ន្ទភ្នំដែលនៅក្នុងវីដេអូនេះគឺជាប្រភេទដើមច័ន្ទភ្នំពីរថ្នាក់ស្លឹកធំបើយើងនិយាយអំពីដើមច័ន្ទភ្នំគឺវាមានច្រើនប្រភេទដែរវាមានប្រភេទស្លឹកតូចហើយនិងស្លឹកធំវាមានប្រភេទ2ថ្នាក់ហើយនិងប្រភេទដៃប្រភេទធម្មតាហើយវាមានច្រើនកម្ពស់ច្រើនទំហំច្រើនខ្នាតដែរហើយនេះគឺជាប្រភេទដើមច័ន្ទភ្នំ2ថ្នាក់កម្ពស់វា1ម៉ែត្រជាងជាមួយនឹងថូសេរ៉ាមិចពណ៌ទឹកសមុទ្រខាងលើហើយពណ៌សខាងក្រោមគឺជាប្រភេទថូដែលវាពេញនិយមហើយវាងាយស្រួលក្នុងការយកទៅរៀបចំតាក់ទងជាមួយនឹងការឌីក័រដែរដោយសារវាអត់សូវរើសទីតាំងទេមិនថាទីតាំងពណ៌ជញ្ជាំងបែបណាគឺថូពណ៌នេះគឺវាស៊ីសឹងតែទាំងអស់ទៅហើយសម្រាប់ខាងយើងក៏មានទទួលក្នុងការរៀបចំប្រភេទរុក្ខជាតិលម្អមិនថាតាមផ្ទះតាមការិយាល័យតាម office ឬក៏តាមតំបន់កន្លែងផ្សេងនានាទេហើយសម្រាប់ការរៀបចំនេះគឺវាអាស្រ័យទៅលើអតិថិជនដែរថាតើគាត់ចង់បានតម្លៃបែបណារុក្ខជាតិបែបណាហើយខ្នាតបែបណាពួកយើងមានតាំងពីខ្នាតលើតុរហូតដល់ប្រភេទខ្នាតធំតែម្ដងអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាក៏ដូចជាអតិថិជនទាំងអស់ចង់បានប្រភេទរុក្ខជាតិតាំងលម្អមិនថាហាងមិនថាគេហដ្ឋានរមណីយដ្ឋានឬតំបន់ផ្សេងទេយើងមានជាប្រភេទរុក្ខជាតិតាំងពីដាក់លើតុរហូតដល់ដាក់លើដីអញ្ចឹងអាចធ្វើការទំនាក់ទំនងបានដើម្បីសួរព័ត៌មានណាហើយយើងនឹងមានការប្រឹក្សាក៏ដូចជាការឲ្យយោបល់ផ្សេងជាមួយនឹងរុក្ខជាតិនៅតាមទីតាំងមួយហើយក៏យើងធ្វើការជ្រើសរើសជូននៅរុក្ខជាតិប្រភេទល្អក៏ដូចជាប្រភេទដែលស័ក្តិសមជាមួយនឹងទីតាំងដែលអ្នកទាំងអស់គ្នាចង់ដាក់អញ្ចឹងណាអញ្ចឹងឥឡូវបន្ទាប់ពីការរៀបចំហើយគឺវារួចរាល់ហើយយើងធ្វើការសម្អាតមុននឹងដឹកចេញខ្ញុំតែងតែធ្វើការត្រួតពិនិត្យឲ្យសម្អាតហើយធ្វើការលាងបាញ់ទឹកឲ្យស្អាតទើបយើងធ្វើការដាក់ជូនទៅដល់អតិថិជនសម្រាប់ច័ន្ទភ្នំនេះគឺវារួចរាល់ហើយអញ្ចឹងរងចាំតែពេលវេលាយើងដឹកចេញទេអញ្ចឹងបន្ទាប់ពីការដឹកចេញគឺវារួចរាល់អស់ហើយអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានការដែលចង់សួរនាំតាក់ទងជាមួយរុក្ខជាតិថោក៏ដូចជាសួនផ្សេងអាចតាក់ទងបានជាមួយនឹងសួននគររាជក៏ដូចជាលេខទូរស័ព្ទដែលបានដាក់ខាងលើអរគុណច្រើន